ឆាគ្រឿងត្រីដែងយូរទៅបានធ្វើមុខម្ហូបនេះម្ដងវិធីធ្វើដំបូងឡើយខ្ញុំបំពងត្រីឲ្យឆ្អិនសិនការបំពងត្រីខ្ញុំប្រើជាមួយនឹងម្សៅបំពងដើម្បីកុំឲ្យត្រីនោះផ្ទុះខ្លាំងពេកនៅពេលដែលបំពងឆ្អិនហើយអាចយកទៅឆាជាមួយគ្រឿងបានវិធីធ្វើគឺដាក់ខ្ទះឲ្យក្តៅហើយដាក់ប្រេងឆាចូលបន្ទាប់មកយើងដាក់គ្រឿងដែលយើងបានបុកដាក់ទឹកចូលបន្តិចដើម្បីកុំឲ្យខ្លាំងបន្ថែមជាមួយនឹងម្សៅស៊ុបប្រេងខ្យងស្ករក្រហមហើយនិងទឹកត្រីបងប្អូនអាចលៃលងគ្រឿងទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានហើយយើងកូរច្របល់វាឲ្យគ្រឿងនឹងសព្វល្អហើយឲ្យក្លិនគ្រឿងនឹងឈ្ងុយបន្ទាប់មកដាក់ទឹកអំបិលទុំចូលហើយបន្ទាប់មកយើងក៏បានដាក់ត្រីចូលសម្រាប់ត្រីនេះយើងអាចរំងាស់វាបន្តិចទៅដើម្បីឲ្យចូលជាតិជាមួយគ្រឿងបានសព្វបន្ទាប់ពីរំងាស់ត្រីបានចូលជាតិជាមួយគ្រឿងហើយបងប្អូនអាចចាប់ផ្ដើមដាក់សណ្តែកដីបានបន្ទាប់ពីដាក់សណ្តែកដីហើយបងប្អូនអាចកូរច្របល់បន្តិចទៅហើយចាំដាក់ម្រះព្រៅចូលតាមក្រោយម្រះព្រៅបងប្អូនអាចដាក់ច្រើនជាងនេះក៏រឹតតែឆ្ងាញ់ដែរវាមានក្លិនឈ្ងុយអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំ